nơi trongកណ្ដាលព្រៃអាត់កំបាំងដែលអ្នកស្រុកតែងតែហៅថាព្រៃខ្សឹបខ្សៀវនៅទីនោះមានភូមិមួយឈ្មោះថាភូមិចាំព្រះច័ន្ទអ្នកស្រុកនៅទីនោះហាមដាច់ខាតមិនឲ្យអ្នកណាចូលទៅជិតប្រាសាទបែកបាក់ទាំង7ដែលស្ថិតនៅជ្រៅក្នុងព្រៃនោះឡើយគេនិយាយថាអ្នកណាដែលហ៊ានចូលនឹងបាត់បង់ការចងចាំអស់មួយជីវិតតួអង្គសំខាន់គឺវិបុលជាបរិសក្មេងម្នាក់ដែលមិនជឿលើរឿងព្រេងនិទានគាត់មានបំណងតែមួយគត់គឺចង់រកការពិតអំពីការបាត់ខ្លួនរបស់ឪពុកម្ដាយរបស់គាត់កាលពី10ឆ្នាំមុនដែលជាអ្នកបុរាណវិទូចូលចិត្តស្វែងយល់ពីប្រាសាទថ្ងៃមួយវិបុលបានរកឃើញសភៅកំណត់ហេតុចាស់មួយរបស់ឪពុកគាត់ទំព័រចុងក្រោយសរសេរថាអាចកំបាំងមិនមែនស្ថិតនៅលើប្រាសាទនោះទេតែនៅលើកន្លឹះមាសដែលនៅពីក្រោមដើមចំប៉ី3ដើមកន្លឹះនេះនឹងបើកនៅអាចកំបាំងទី8វិបុលដឹងភ្លាមថាកន្លឹះមាសនេះគឺជាតម្រុយតែមួយគត់ដែលនៅសល់អាចកំបាំងទី8វិបុលចូលទៅក្នុងព្រៃខ្សឹបខ្សៀវទាំងយប់នៅពេលដែលគាត់ទៅដល់កន្លែងដើមចំប៉ី3ដើមគាត់បានជីកហើយរកឃើញកន្លឹះមាសពិតប្រាកដមែនពេលគាត់កាន់កន្លឹះនោះស្រាប់តែមានពន្លឺចម្លែកមួយបានចាំងហើយវិបុលក៏ត្រូវបានទាញចូលនៅក្នុងរូងភ្នំសម្ងាត់មួយដែលលាក់នៅក្រោមដីនៅទីនោះមិនមែនជាប្រាសាទបែកបាក់ទេតែជាប្រាសាទទី8ដែលនៅគង់វង្សទាំងស្រុងមានភ្លើងឆេះនៅគ្រប់ជ្រុងនិងមានរូបចម្លាក់ជាច្រើនដែលឈរនៅស្ងៀមវិបុលដឹងថារូបចម្លាក់ទាំងនោះគឺជារូបចម្លាក់មនុស្សពិតៗដែលត្រូវបណ្ដោះសារនៅចំកណ្ដាលប្រាសាទមានស្ត្រីម្នាក់អង្គុយនៅលើបាឡាំងធ្វើពីថ្មខ្មៅនាងជាអាទិទេពនៃការចងចាំដែលអ្នកស្រុកខ្លាចរអាអស្ចារ្យណាស់កូនប្រុសទីបំផុតមានមនុស្សហ៊ានមកទីនេះស្ត្រីនោះញញឹមយ៉ាងត្រជាក់ឪពុកម្ដាយកូនក៏នៅទីនោះដែរតែពួកគេបានជ្រើសរើសរក្សាការចងចាំរបស់ពិភពលោកទុកជាជាងការចងចាំរបស់ខ្លួនឯងវិបុលស្រឡាំងកាំងស្ត្រីនោះបានពន្យល់ថាប្រាសាទទាំង7នៅខាងក្រៅគ្រាន់តែជាកន្លែងទប់ស្កាត់មិនឲ្យមនុស្សចូលមកប៉ះពាល់នឹងកម្លាំងនៃការភ្លេចភ្លាំងដែលបង្កប់ក្នុងប្រាសាទទី8នោះប៉ុណ្ណោះហើយឪពុកម្ដាយរបស់វិបុលបានលះបង់ការចងចាំរបស់ពួកគេដើម្បីការពារពិភពលោកឲ្យនៅតែចងចាំប្រវត្តិសាស្ត្ររបស់ពួកវាស្ត្រីនោះបានដាក់ជំរើសពីរឲ្យវិបុលជំរើសទី1ប្រើកន្លឹះមាសដើម្បីយកការចងចាំរបស់ឪពុកម្ដាយគាត់មកវិញហើយធ្វើឲ្យពួកគាត់ភ្ញាក់ពីបណ្ដាសាប៉ុន្តែពិភពលោកនឹងបាត់បង់ប្រវត្តិសាស្ត្រនិងការចងចាំខ្លួនឯងបន្តិចម្ដងជំរើសទី2ទុកកន្លឹះចោលហើយខ្លាចជាអ្នកថែរក្សានៃប្រាសាទដើម្បីបន្តបេសកកម្មរបស់ឪពុកម្ដាយគាត់ហើយថែមទាំងលះបង់ការចងចាំរបស់ខ្លួនឯងផងដែរវិបុលមើលទៅឪពុកម្ដាយរបស់គាត់ដែលខ្លាចទៅជារូបចម្លាក់គាត់បានសម្រេចចិត្តធ្វើតាមបំណងរបស់ពួកគេសំណួរដើម្បីបន្តសាច់រឿងតើវិបុលជ្រើសរើសជំរើសអ្វី A យកការចងចាំឪពុកម្ដាយគាត់មកវិញហើយប្រថុយពិភពលោក B លះបង់ខ្លួនឯងដើម្បីរក្សាការចងចាំរបស់ពិភពលោក C រកផ្លូវទី3ដើម្បីកម្ចាត់អាទិទេពនៃការចងចាំតើជំរើសទាំង3នេះបងប្អូនចង់បានជំរើសមួយណាដើម្បីបន្តសាច់រឿងមួយនេះ